គ្រប់ជម្រាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែករំលែកតាក់ទងទៅនឹងឆ្នាំងសាករថយន្តអគ្គិសនីពុកម៉ែបងប្អូនគ្នាថ្ងៃនេះប្រធានបទដែលខ្ញុំលើកយកមកនិយាយគឺឆ្នាំងសាក7គីឡូវ៉ាត់ថាតើយើងត្រូវប្រើប្រាស់មកកាត់ខ្សែលេខប្រមាណហើយថាមពលចំនួនប្រមាណពេអញ្ចឹងពុកម៉ែបងប្អូនគ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាហើយសម្រាប់63អាំពែពុកម៉ែបងប្អូនគ្នាសម្រាប់63អាំពែពីបកគោភ្លើងមកកាន់ផ្ទះរបស់យើងបើសិនជាយើងប្រើខ្សែស្ពាន់យើងប្រើលេខ16ពុកម៉ែបងប្អូនគ្នាយើងប្រើ16បើយើងប្រើខ្សែស្ពាន់ណាប៉ុន្តែបើសិនជាចម្ងាយនោះឆ្ងាយខ្លាំងលើសពី30ម៉ែត្រយើងប្រើលេខ25ណាពុកម៉ែបងប្អូនគ្នាយើងប្រើលេខ25មីលីម៉ែត្រការ៉េអញ្ចឹងណាពុកម៉ែបងប្អូនគ្នាបើសិនជាយើងប្រើខ្សែស្ពាន់ហើយចម្ងាយលើសពី30ម៉ែត្រយើងប្រើលេខ25បើសិនជាក្រោមហ្នឹងទេយើងអាចប្រើលេខ16បានហើយសម្រាប់63អាំពែដែរបើសិនជាយើងប្រើខ្សែអាលុយមីញ៉ូមយើងប្រើខ្សែលេខ25ប៉ុន្តែបើសិនជាយើងប្រើរយៈចម្ងាយឆ្ងាយនិងយើងត្រូវសាករយៈពេលយូរដូចជា8ម៉ោងទៀតយើងអាចប្រើលេខ35ពុកម៉ែបងប្អូនគ្នាវាកាន់តែល្អទៀតសម្រាប់ខ្សែអាលុយមីញ៉ូមបន្ទាប់មកពីកន្លែងនេះខ្ញុំបង្ហាញគឺនេះគឺខ្សែដែលពីបកគោភ្លើងចូលមកផ្ទះរបស់យើងហើយយើងមានទូ disjunction នេះមួយនេះខ្ញុំគូបំពង់នេះគឺទីទូមេ disjunction នៅក្នុងផ្ទះយើងហើយខ្ញុំលើកយកមកបង្ហាញនេះគឺ disjunction ដែលខ្ញុំរៀបគឺ63អាំពែហើយមាន surge protection បន្ទាប់មកទៀតមាន40អាំពែចំនួន2គ្រាប់ដោយ40អាំពែមួយសម្រាប់ control ទៅក្នុងផ្ទះរបស់យើងគឺយើងប្រើសម្រាប់ផ្ទះរបស់យើងមួយទៀតគឺយើងសម្រាប់ EV 40អាំពែមួយទៀតពុកម៉ែបងប្អូនគ្នានេះគឺខ្ញុំបង្ហាញហ្នឹងគឺមួយសម្រាប់ control home របស់យើងផ្ទះរបស់យើងហើយមួយទៀតគឺយើងសម្រាប់ធ្វើការសាក់ឡាន EV ឡានអគ្គិសនីរបស់យើងពុកម៉ែបងប្អូនគ្នាហើយសម្រាប់ក្នុងផ្ទះរបស់យើងគឺខ្ញុំគ្រាន់តែយកមកឧទាហរណ៍ទេខ្ញុំបានរៀបថាត្រូវដាក់ disjunction pre ម៉ាស៊ីនចេះអីទៀតទេនេះគឺយើងត្រូវការមួយទៀតតែនេះគ្រាន់តែខ្ញុំលើកយកមកបង្ហាញត្រួសសម្រាប់ disjunction ឡានអគ្គិសនីរបស់យើងសម្រាប់ការសាកគឺវាស៊ី32អាំពែសម្រាប់7គីឡូវ៉ាត់ហ្នឹងពុកម៉ែបងប្អូនគ្នាអញ្ចឹងយើងត្រូវប្រើប្រាស់ disjunction ដែលមានទំហំធំជាង32អាំពែយើងត្រូវប្រើ40អាំពែអញ្ចឹងពុកម៉ែបងប្អូនគ្នាសម្រាប់ខ្សែសាករថយន្តអគ្គិសនីរបស់យើងពុកម៉ែបងប្អូនគ្នាសម្រាប់ខ្សែសាកគឺកន្លែងនេះគឺខ្សែសាករថយន្តអគ្គិសនីរបស់យើងគឺពណ៌លឿងនេះដែលខ្ញុំបង្ហាញហ្នឹងគឺនេះគឺឆ្នាំងសាកសម្រាប់ទំហំមុខកាត់ខ្សែគឺ6មីលីម៉ែត្រការ៉េពុកម៉ែបងប្អូនគ្នាសម្រាប់ឆ្នាំងសាករថយន្តអគ្គិសនីរបស់យើង7គីឡូវ៉ាត់អញ្ចឹងឥឡូវយើងទៅ slide បន្តទៀតពុកម៉ែបងប្អូនគ្នានេះគឺ sequence នៃការដំឡើង diagram នៃការដំឡើងឧបករណ៍សម្រាប់ការពារឆ្នាំងសាកអគ្គិសនីរបស់យើងពុកម៉ែបងប្អូនគ្នា7គីឡូវ៉ាត់ហ្នឹងណាអញ្ចឹងដោយដែលបង្ហាញនៅ slide មុនគឺនេះគឺទូ disjunction មេនៅក្នុងផ្ទះរបស់យើងបន្តមកទៀតយើងបែងចែកនេះគឺ40អាំពែសម្រាប់គ្រប់គ្រងផ្ទះរបស់យើងនៅក្នុងផ្ទះរបស់យើងសម្រាប់ម៉ាស៊ីនត្រជាក់ទូទឹកកកអីផ្សេងទៀតយើងធ្វើការរៀបទៅតាមហ្នឹងទៅ disjunction នេះសម្រាប់កន្លែងនេះគឺខ្ញុំគ្រាន់តែធ្វើការបង្ហាញទេហើយ1មេទៀតគឺយើងត្រូវប្រើមកសម្រាប់ឆ្នាំងសាករថយន្តអគ្គិសនីរបស់យើងគឺ40អាំពែដូចគ្នាអញ្ចឹងសម្រាប់កន្លែងនេះគឺមានគីឡូវ៉ាត់1គីឡូ1ដើម្បីធ្វើការវាស់សម្រាប់ធ្វើការវាស់ថាយើងប្រើអស់ប៉ុន្មានគីឡូអញ្ចឹងមិនមែនតែគ្នាបន្តមកទៀតយើងក៏មាន RCBO មួយសម្រាប់ធ្វើការបិទបើកគឺ disjunction RCBO disjunction ឆក់លោតវាអាចជួយការពារយើងពីការឆ្លងចរន្តឆ្លងទួអញ្ចឹងពុកម៉ែបងប្អូនគ្នាអញ្ចឹងនៅកន្លែងនេះគឺមាន isolator មួយសម្រាប់ធ្វើការបិទបើកផងដែរពុកម៉ែបងប្អូនគ្នាហេតុអីបានជាយើងត្រូវប្រើប្រាស់ isolator ពុកម៉ែបងប្អូនគ្នាសម្រាប់ការប្រើប្រាស់ isolator វាមានលក្ខណៈសម្បត្តិដូចជាកាត់បន្ថយការសឹកនៃ disjunction របស់យើងមិនត្រូវបានរចនាឡើងសម្រាប់បិទឬបើកញឹកញាប់ដោយកុងតាក់ឡើយការប្រើប្រាស់ isolator សម្រាប់បិទឬបើកទៅឆ្នាំងសាកជួយឲ្យ disjunction មេរបស់យើងរស់បានយូរពុកម៉ែបងប្អូនគ្នាហើយសម្រាប់ RCBO នេះ
គឺយើងប្រើ40 ampere ហើយ insulator ក៏40 ampere ដែរពុកម៉ែបងប្អូនគ្នាហើយសម្រាប់មកកាត់ខ្សែគឺ6 mm ការ៉េសម្រាប់ខ្សែស្ពាន់ណាពុកម៉ែបងប្អូនគ្នាយើងប្រើខ្សែស្ពាន់6 mm ការ៉េអញ្ចឹងបន្តមកទៀតគឺចេញពី insulator មកយើងធ្វើការអូសចូលមកកាន់ឆាំងសាក់រថយន្តអគ្គិសនីរបស់យើងដោយមានខ្សែដីយើងធ្វើការបុកខ្សែដីមកណាពុកម៉ែបងប្អូនគ្នាយើងទិញបកគោរ៉ូតមួយដើមមកហើយយើងធ្វើការចាប់ជាមួយកញ្ចាប់បានហើយយើងធ្វើការ connect ជាមួយខ្សែរបស់យើងមកគឺយើងយកចាប់បញ្ចូលជាមួយនឹងឆាំងសាក់រថយន្តអគ្គិសនីសម្រាប់ខ្សែដីយើងអាចប្រើ2កន្លះបានដែរពុកម៉ែបងប្អូនគ្នាឥឡូវនេះយើងធ្វើការទៅកាន់ slide បន្តទៀតពុកម៉ែបងប្អូនគ្នានេះគឺជាមកកាត់ខ្សែរបស់ខ្សែតុងដែងពុកម៉ែគ្នាខ្សែស្ពាន់ហ្នឹងពុកម៉ែទាំងគ្នានឹងចរន្តសម្រាប់220 វ៉ល្តសម្រាប់ខ្សែ 1.5 mm ការ៉េយើងអាចប្រើបាន10ទៅ13 ampere អញ្ចឹងឥឡូវពុកម៉ែទាំងគ្នាអាចធ្វើការមើលតាមនេះបានហើយខ្ញុំលើកមកបង្ហាញនេះគឺសម្រាប់ពុកម៉ែទាំងគ្នាធ្វើការទស្សនាខ្សែ6 mm ការ៉េដែលខ្ញុំនិយាយសម្រាប់ធ្វើការយកមកដំឡើងឆាំងសាក់រថយន្តអគ្គិសនីរបស់យើងអញ្ចឹងខ្សែ6 mm ការ៉េវាអាច maximum current របស់វាគឺ35ទៅ45 ampere សម្រាប់សុវត្ថិភាពការ recommend ណែនាំគឺ32 ampere សម្រាប់ឆាំងសាក់រថយន្តអគ្គិសនីរបស់យើងគឺល្អពុកម៉ែបងប្អូនគ្នាគឺនេះគេប្រើសម្រាប់ម៉ាស៊ីនត្រជាក់ធំនិងម៉ាស៊ីនចម្អិនអីចឹងពុកម៉ែបងប្អូនគ្នាអញ្ចឹងយើងប្រើប្រាស់ខ្សែ6 mm ការ៉េអញ្ចឹងបន្តមកទៀតវីដេអូ